Daniel បដិសេធនៅអ្វីដែលបំពុលដែនវិញ្ញាណរបស់ Daniel ដូច្នេះយើងអត់ទទួលទេអាហារជាពិសេសអាហារសែននឹងតែម្ដងយើងត្រូវរៀនមែនតើព្រោះនៅក្នុងលោកីគេសែនរហូតចាពេលខ្លះមុននឹងគេកាប់គោនឹងយកទៅផ្សារលក់គេសែនហើយដូច្នេះ Daniel ប្រយ័ត្ន Daniel បដិសេធនេះជាមេរៀនដែលយើងត្រូវតែរៀនដែរយើងត្រូវតែបដិសេធអ្វីដែលនាំឲ្យបំពុលដែនវិញ្ញាណរបស់យើងតំណាក់ប៉ះពាល់ដល់តំណាក់តំណងរបស់យើងនេះយើងជាមួយព្រះជាម្ចាស់វាសំខាន់នៅក្នុងការដើររបស់យើងវារឿងតិចតួចទេនៅក្នុងជីវិតប៉ុន្តែបើយើងដាច់ញ៉ានៅក្នុងចិត្តហើយថាយើងមិនប៉ះទេរបស់នៅក្នុងលោកីហើយអ្វីដែលធ្វើឲ្យរង្គើជំនឿរបស់យើងអ្វីដែលធ្វើឲ្យរង្គើឬក៏ប៉ះពាល់តំណែងតំណងរវាងយើងហើយព្រះជាម្ចាស់ឬក៏ធ្វើឲ្យព្រះស្អប់ខ្ពើមគឺយើងអត់ធ្វើឡើយដូច្នេះយើងកុំចង់ឃ្លានអាហារនៅខាងក្រៅគេហូបអីហូបទៅចា Daniel បដិសេធនៅអ្វីដែលបំពុលដែនវិញ្ញាណរបស់ Daniel ដូច្នេះយើងអត់ទទួលទេអាហារជាពិសេសអាហារសែននឹងតែម្ដងយើងត្រូវរៀនមែនតើព្រោះនៅក្នុងលោកីគេសែនរហូតចាពេលខ្លះមុននឹងគេកាប់គោនឹងយកទៅផ្សារលក់គេសែនហើយដូច្នេះខ្ញុំប្រយ័ត្នណាមុនទិញអីគេឲ្យអីមុនប្រយ័ត្នណាពិនិត្យមើលមែនតើព្រោះធ្លាប់ម្ដងមានមិត្តភក្តិខ្ញុំឲ្យសភៅមួយក្បាលដល់កូនខ្ញុំពីក្នុងហ្នឹងមានរូបនាគមួយឯងហើយខ្ញុំអត់បានបើកមើលទុកកាដូនឹងចោលដល់ថ្ងៃមួយកូនខ្ញុំហាន់ណាគាត់ក្តៅខ្លួនហើយខ្ញុំចិត្តតែឆ្ងល់ហេតុអីកូនអត់មានមូលហេតុសោះតែក្តៅខ្លួនយកហើយក្តៅយកតែហ្មងក្តៅដល់កំពូលតែម្ដងហើយដឹងហើយតែខ្ញុំអត់ដែរទៅរកពេទ្យទេខ្ញុំរកពិចារណាថាតើមានខុសចំណុចណាក្នុងដែនវិញ្ញាណសិនដល់ពេលហើយអធិដ្ឋានក៏ព្រះអង្គបណ្ដាចិត្តឲ្យទៅបើកអាកាដូហ្នឹងអត់បើកទេទុកចោលទៅបើកមើលដល់ពេលហើយបើកចុះបើកឡើងគេនិយាយពីវប្បធម៌ចិននាគចិនស្អីណានាគនឹងមានអំណាចចេះប្រជាជនអស់នាំនេះថ្វាយបង្គំនាគនឹងអីអញ្ចឹងខ្ញុំដុតចោលបដ ாய் ថ្ងៃនោះម៉ោង4ខ្ញុំដុតចោលម៉ោង4កន្លះហាណាក្អួតចេញមកតែម្ដងហើយលែងក្តៅខ្លួនបងប្អូនពិចារណាអាកម្ដៅហ្នឹងវាបាត់ឆឹងមួយរំពេចក្រោយពីក្អួតនឹងចេញអាក្អួតហ្នឹងមិនដឹងជាមូលហេតុមិនទៅក្អួតចេញហ្នឹងវាមានចំណុចហ្នឹងដែលយើងត្រូវប្រយ័ត្នមែនតើចាឃើញវាប្រើណាគេមិត្តភក្តិខ្ញុំនេះឲ្យកាដូនឹងមកកូនខ្ញុំកាញ់គុកកំណត់របស់គាត់វាចេះប្រើមនុស្សណាដែលអ្នកស្គាល់ហ្នឹងព្រោះអ្នកមិនអញ្ជើញអ្នកដែលមិនស្គាល់ទេត្រូវទេវិញ្ញាណហ្នឹងគឺវិញ្ញាណបាប៊ីឡូនដូច្នេះ Daniel ប្រយ័ត្នណាហើយខ្ញុំធ្លាប់ជួបមនុស្សជាច្រើនដែលគាត់លក់ដូរអញ្ចឹងសែនអានេះសែនអានោះខ្ញុំប្រយ័ត្នណាចាក្នុងការជាវរបស់គេចាអ្នកអត់ស្គាល់គ្នាខ្ញុំកំមត់ទិញរបស់ជាមួយណាចាវាមានរឿងអញ្ចឹងដូច្នេះ Daniel ប្រយ័ត្ន Daniel បដិសេធនេះជាមេរៀនដែលយើងត្រូវតែរៀនដែរយើងត្រូវតែបដិសេធអ្វីដែលនាំឲ្យបំពុលដែនវិញ្ញាណរបស់យើងតំណាក់ប៉ះពាល់ដល់តំណាក់តំណងរបស់យើងនេះយើងជាមួយព្រះជាម្ចាស់វាសំខាន់នៅក្នុងការដើររបស់យើងវារឿងតិចតួចទេនៅក្នុងជីវិតប៉ុន្តែបើយើងដាច់ញ៉ានៅក្នុងចិត្តហើយថាយើងមិនប៉ះទេរបស់នៅក្នុងលោកីហើយអ្វីដែលធ្វើឲ្យរង្គើជំនឿរបស់យើងអ្វីដែលធ្វើឲ្យរង្គើឬក៏ប៉ះពាល់តំណែងតំណងរវាងយើងហើយព្រះជាម្ចាស់ឬក៏ធ្វើឲ្យព្រះស្អប់ខ្ពើមគឺយើងអត់ធ្វើឡើយគឺតាំងចិត្តឲ្យហើយនៅក្នុងដែនចិត្តនេះអ្វីដែលកើតឡើងជាមួយ Daniel តាំងចិត្តហើយ He purpose in his heart ព្រះគម្ពីរបានប្រាប់ថា Daniel បានគិតហើយបដិញ្ញាចិត្តហើយបងប្អូនគិតមើលក្មេងជំទង់អាយុ15ឆ្នាំគ្មានចាស់ទុំនៅក្បែរគ្មានអ្នកណាគួយណែនាំតែដើរជាមួយព្រះមានតំណែងតំណងត្រូវព្រះអង្គណែនាំសួរតែយើងគួរព្រួយបារម្ភពីកូនយើងអត់បង្រៀនកូនឲ្យស្គាល់ព្រះឲ្យមានតំណែងតំណងជាមួយព្រះយើងឡើងខ្វល់ហើយចាកុំគិតថាយើងខ្វល់នឹងអាចផ្លាស់ប្ដូរជីវិតកូនឲ្យសោះកុំគិតឲ្យសោះខ្ញុំជឿថាឪពុកម្ដាយមួយចំនួនអត់យល់ទេចំណុចនេះតែអ្នកដែលមានព្រះពិតប្រាកដទៅយល់ដូច្នេះហើយបានប្រជាជនអ៊ីស្រាអែលគឺហ៊ានណាគឺតែងតែនៅពីលើគេចំណិច13ឆ្នាំគេចូលមកលុបហើយគេថាខ្លាយខ្លួនប្រែខ្លួនជាកំឡោះ13ឆ្នាំគេទទួលស្គាល់ហើយតាំងកំមុំតាំងកំឡោះ13ឆ្នាំសម្រាប់យើងដែលហៅចូលមកលុបណា15ឆ្នាំណាអ៊ីស្រាអែល13ឆ្នាំចាគឺគេចាប់ផ្ដើមទទួលស្គាល់ថាគាត់មានវ័យកំឡោះគាត់ទទួលស្គាល់គាត់ទទួលហ៊ានទទួលខុសត្រូវខ្លួនឯងបានហើយបានថាបើគាត់ចេញទៅណាម្នាក់ឯងគឺឪពុកម្ដាយជឿជាក់ថាចំណេះដឹងនៃច្បាប់របស់ព្រះជាម្ចាស់នឹងជួយគាត់ឲ្យសម្រេចចិត្តត្រូវដូច្នេះការអប់រំនៅផ្ទះវាសំខាន់ណា
នេះហើយជាចំណុចមួយដែលខ្ញុំវិនិយោគជាមួយកូនខ្ញុំនៅផ្ទះមិនមែនរឿងកូនខ្ញុំត្រូវតែមានមិត្តភ័ក្តិឥឡូវទេមិនមែនរឿងកូនខ្ញុំត្រូវចូលសង្គមឥឡូវទេអត់ទេវាគ្រោះថ្នាក់បើអត់ចេះចំណេះអត់មានចំណេះដឹងហើយអត់មានតំណែងជាមួយព្រះជាម្ចាស់ខ្ញុំនឹងរក្សារហូតតកូនខ្ញុំចាស់ទុំជាមួយព្រះជាម្ចាស់ដឹងថាថ្ងៃក្រោយទៅក្រៅវាអត់ប្រែប្រួលទៅខ្ញុំប្រឡែងឲ្យទៅមិនមែនចេះតែឲ្យទៅសែនចិត្តទៅឲ្យកូនមានមិត្តភ័ក្តិទៅឲ្យម្ដាយបានទៅធ្វើកញ្ចក់អត់ទេខ្ញុំនឹងវិនិយោគគ្រប់បែបយ៉ាងឲ្យកូនខ្ញុំរៀនតទៅច្បាប់នឹងឆ្អិនចាមានតំណែងជាមួយព្រះជាម្ចាស់ត្រូវតែ make sure ឃើញទេដូចឆ្មៃ Daniela អាយុ7ឆ្នាំយុគមិញគាត់អធិដ្ឋានឲ្យបងប្អូននៅ Ecclesia the Kingdom ទាំងអស់ពោពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធក្មេងអាយុ7ឆ្នាំណាព្រោះទាំង3ហ្នឹងចេះអធិដ្ឋានភាសាវិញ្ញាណគឺត្រូវតែ make sure ខ្ញុំនឹងចំណាយពេលគ្រប់បែបយ៉ាងអត់ដេកអត់ពួនទេឲ្យកូនខ្ញុំចេះហើយមានតំណែងជាមួយព្រះជាម្ចាស់នេះជាការវិនិយោគដែលឪពុកម្ដាយ Daniel បានវិនិយោគទៅលើ Daniel ចឹងនៅក្នុងវ័យ15ឆ្នាំអត់ចាំបាច់មានចាស់ទុំនៅក្បែរចេះសម្រាប់ចិត្តត្រូវអូខេនេះជាមេរៀនមួយដ៏ល្អដើម្បីឲ្យយើងគិតពិចារណាបើយើងត្រូវវិនិយោគទៅលើកូនយើងអត់មានចំណេះដឹងផ្សេងនេះដែលជួយក្មេងឲ្យដើរត្រូវបងប្អូនពិចារណាណាក្មេងដូច Daniel ចូលក្នុងវាំងនេះអញវែងអាចឆ្លក់ដូចយើងប្រើពាក្យឆ្លក់ម៉ាស៊ីនណាឆ្លក់ទឹកម៉ាស៊ីនណាអាចឆ្លក់នៅក្នុងវាំងរបស់បាប៊ីឡូនព្រោះស្អីក៏ដោយសិតតែមាសសិតតែកាក់សិតតែត្បូងពេជ្រទាំងអស់ធ្វើឲ្យមនុស្សអាចស្រឡាញ់នៅធនធានទាំងអស់ហ្នឹងស្រឡាញ់នៅវត្ថុទាំងអស់ហ្នឹងស្រឡាញ់នៅអំណាចដែលអ្នកបូកេនេសាបំពងតែបក្រៀននឹងឲ្យមកឆ្លក់បានទៅដូរព្រះទៅរកព្រះផ្សេងតែ Daniel អត់ទេ he purpose in his heart បានតាំងចិត្តរួចហើយថាអត់បដូរឡើយអូខេមិនបដូរចឹង Daniel និងមិត្តភ័ក្តិគេទាំង3នាក់នេះបានយល់ពីជីវិតនិងរបៀបរស់នៅក្នុងវាំងរបស់បាប៊ីឡូនគេគ្រប់គ្នាសើចសប្បាយគេរីករាយនឹងអាហារតែ Daniel និងមិត្តភ័ក្តិរបស់គេ3នាក់អត់សុខចិត្តនៅរស់នៅទាំងសគុតស្គមដាក់ខ្លួនញ៉ាំអីតិចតួចបានទេដើម្បីឲ្យមានសុខភាពល្អដើម្បីបញ្ជាក់ប្រាប់ថាខ្ញុំខុសគេខ្ញុំអត់ត្រូវការសាច់ដែលថ្វាយបង្គំដល់ព្រះរបស់អ្នកឯងនោះទេតើយើងហ៊ានធ្វើអញ្ចឹងអត់នៅពេលដែលកលេចមើលមកគេមើលមកយើងខុសគេនៅពេលដែលយើងញ៉ាំអាហារតើយើងហ៊ានអត់យីជាចំណុចមួយដែលយើងទៅវិញយើងត្រូវតែគិតបងប្អូនទាំងអស់គ្នាយើងត្រូវតែហ៊ានអូខេទប់ទល់ជាមួយនឹងរបៀបរស់នៅដ៏ស៊ីវិល័យដ៏ជឿនលឿនដែលតាក់ទាញគ្រប់កាយរបស់យើងគ្រប់វេលាឲ្យធ្លាក់ចូលក្នុងតណ្ហាសាច់ឈាមយើងត្រូវតែមានចំណេះដឹងឲ្យតាំងចិត្តនៅក្នុងដែនចិត្តឲ្យ I purpose in my heart ទោះជាគេឲ្យអីទោះជាខាងក្រៅមើលទៅស៊ីវិល័យរបៀបម៉េចមានកៅអៅពាក់ទៅបែបម៉េចឬមួយក៏អាហារបែបម៉េចក៏ខ្ញុំអត់ឆ្លក់វែងដែរខ្ញុំនឹងរស់នៅទាំងសគុតសគុំដាក់ខ្លួនញ៉ាំអ្វីដែលត្រូវជាមួយព្រះជាម្ចាស់បើព្រះអង្គប្រាប់ថាកុំញ៉ាំអាហារនឹងវាមានជាតិពុលវាមានជាតិប្រអត់ហើយវាប៉ះពាល់ដល់សុខភាពខ្ញុំនឹងមិនញ៉ាំព្រះអង្គថាកុំឲ្យប្រមឹកអាជក់បារីក៏ប្រមឹកអាផឹកស្រាក៏ប្រមឹកហើយអាញ៉ាំច្រើនជ្រុលក៏ប្រមឹកដែរអាហ្នឹងព្រោះអ្វីដែលជ្រុលគេហៅប្រមឹកតើយើងរៀនទប់ខ្លួនអត់ឃើញទេវាជាចំណុចមួយសំខាន់ណារឿងអាហារហ្នឹងព្រោះថ្ងៃដែលធ្វើឲ្យមនុស្សដែលអត់មានសុខភាពល្អងាយឈឺងាយដោយសារតែអាហារហើយអាហារហ្នឹងវានាំមេរោគនាំជាតិប្រអត់នាំអ្វីផ្សេងវាធ្វើឲ្យស្ទះអុកស៊ីសែនដើរអត់ល្អហើយមួយទៀតវាឡើងនៅជាតិអីទៀតសារធាតុរ៉ែច្រើននៅក្នុងខ្លួន heavy metal ដល់អញ្ចឹងទាំងអស់នោះវាជាបញ្ហាទាំងអស់ឬគល់នៃបញ្ហានៃអំពីសុខភាពហើយឈាមមានមេរោគគឺវាអត់ល្អទេតែយើងចូលចិត្ត compromise យើងចូលចិត្តសម្របសម្រួលធ្វើឲ្យវាស្រួលកុំឲ្យខុសគេពេកបើយើងអត់ពិចារណាចំណុចនេះទេគឺយើងអាចដើរជាមួយព្រះជាម្ចាស់ទៅយូរអង្វែងបានទេបងប្អូនទាំងអស់គ្នាដឹងថាព្រះអង្គចង់ឲ្យយើងមានសុខភាពល្អដើម្បីធ្វើការអូខេដើម្បីរស់នៅពោពេញទៅដោយប្រាជ្ញាហើយបើមនុស្សអត់មានសុខភាពល្អយើងដឹងហើយក្តីសង្ឃឹមមានមួយទេគឺចង់ជាបើមនុស្សមានសុខភាពល្អធ្វើអីក៏បានដែរក្តីសង្ឃឹមធ្វើអីក៏បានដែរមានក្តីសង្ឃឹមច្រើនចាអូខេនេះជាចំណុចមួយដ៏សំខាន់អញ្ចឹងបងប្អូនទាំងអស់គ្នាកំពុងតែមានកូនដែលបវក់នឹងស្រានឹងរឿងសាក់ពេញខ្លួនចានឹងរឿងចូលបានឹងរឿងដើរមួយមិត្តភ័ក្ដិខុសខ្លាចវាផឹកស្រាវាផឹកថ្នាំញៀនវាជក់ថ្នាំញៀនវាជក់អី
នេះអ្វីដែលបងប្អូនត្រូវតែបង្រៀនដល់កូនគឺអ្វីគឺបង្រៀនអំពីតំណែងតំណងជាមួយព្រះជាម្ចាស់យកគោលការណ៍របស់ព្រះជាម្ចាស់មកបង្រៀនឲ្យគេមានតំណែងតំណងនោះជាមួយព្រះយើងលែងភ័យហើយបើយើងទៅបដៅកូនថាឯងកំផឹកឯងកំនេះវាប៉ះពាល់អត់ឈប់ទេខ្ញុំតានីធ្វើលើដើមព្រោះវាគេហៅថាអវិញ្ញាណនៃការផ្ចាញ់ផ្ចាលហ្នឹងវានៅក្នុងខ្លួនមនុស្សទាំងអស់ដែលបះបោលអត់ស្គាល់ព្រះជាម្ចាស់វាចូលចិត្តផ្ចាញ់ណាឪពុកម្ដាយក៏វាផ្ចាញ់ដែរដូច្នេះយើងយល់ពីចំណុចហ្នឹងយើងណែនាំកូនឲ្យស្គាល់ព្រះជាម្ចាស់ឲ្យមានតំណែងតំណងស្និទ្ធស្នាលជាមួយព្រះជាម្ចាស់កូននឹងមិនទៅធ្វើនៅអ្វីដែលខុសនោះទេអូខេនៅក្នុងគ្រាមួយនៅពេលដែលនេបូកានេសាគេងនេះ2ឆ្នាំក្រោយពី Daniel បានរៀននៅចំណេះដឹងជាច្រើនអំពីហោរាសាស្ត្រនៅក្នុងទឹកដីបាប៊ីឡូនពេលនោះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏បើកឲ្យនេបូកានេសាយល់សុបិនមួយដែលគ្មានអ្នកប្រាជ្ញណានៅក្នុងបាប៊ីឡូនអាចជួយនេបូកានេសាបានទេមានតែក្មេងមួយនេះហៅថា Daniel ដែលព្រះជាម្ចាស់បើកសម្ដែងឲ្យប្រាជ្ញាឲ្យព័ត៌មានទៅ Daniel ហើយព្រះអង្គទាំងអស់ព្រះអង្គជាអ្នករៀបចំឱកាសដើម្បីឲ្យ promote យើងដើម្បីលើកតម្កើង Daniel ឡើងដើម្បីឲ្យឋានៈដល់ Daniel ឡើងនេះតាំងពីឆ្នាំឯងក្រោយពីចូលរស់នៅក្នុងបាប៊ីឡូន Daniel អត់ដែលសុំអំណាចទាំងអស់ហ្នឹងឯងតែយើងមើលប៉ុន្មាននឹងបានអំណាចការដំឡើងឋានៈរស័ក្តិដល់ Daniel ជួបនៅវិបត្តិឃើញទេយើងគិតថានេះជាវិបត្តិហើយព្រោះអីស្ដេចហ្នឹងហៅអ្នកប្រាជ្ញទាំងអស់ក្នុងវាំងហៅខាឌីនអ្នកដែលជាគ្រូបង្រៀនអ្នកអក្សរសាស្ត្រទាំងអស់អ្នកច្រៀងទាំងអស់នៅក្នុងវាំងអ្នកណាទៀតក្រុមហោរានៅក្នុងវាំងហៅមកទាំងអស់ហើយឲ្យវិញ្ញាសាទៅគេថាយប់មិញខ្ញុំយល់សបិនមួយហើយវិញ្ញាណរបស់ខ្ញុំនៅស្ងៀមអត់សុខទេហើយខ្ញុំចង់ដឹងថាខ្ញុំយល់សបិនអំពីអីហើយគេក៏ស្នើសុំថាឥឡូវហ្នឹងស្ដេចឯងប្រាប់ពីសបិនខ្ញុំមកខ្ញុំនឹងបកប្រែប្រាប់អត់ទេបើខ្ញុំប្រាប់ឯងអញ្ចឹងឯងអាចកុហកយើងពីរឿងការបកប្រែផ្លាច់ប្រេះផ្ដាល់ឲ្យខ្ញុំហ៎ហើយខ្ញុំមិនប្រាប់ឯងទៀតតែឯងត្រូវប្រាប់ទាយពេញថាខ្ញុំសបិនអំពីអីអូបងប្អូនពិចារណាហើយបើឯងទាយមិនត្រូវឯងក៏បកប្រែមិនត្រូវឯងនឹងស្លាប់អូបងប្អូនពិចារណាហើយបងប្អូនដឹងហើយថានេបូកានេសាក៏ចេញដីកាក៏ចេញជាជា royal decrees ចាចេញទៅជាសេចក្តីប្រកាសសេចក្តីជូនដំណឹងទៅបើសិនជាអ្នកណាឆ្លើយមិនបានបកប្រែមិនចេញគឺស្លាប់ទាំងអស់គិតមើលមែនតើបញ្ញវន្តទាំងអស់ហោរាទាំងអស់ក្នុងវាំងជា 1000 អ្នកនឹងស្លាប់ទាំងអស់មិនបានជារឿងធម្មតាទេតែមានមនុស្សរបស់ព្រះជាម្ចាស់ម្នាក់រស់នៅទីនោះដើម្បីបំពេញគោលបំណងនេះចា Daniel លឺអំពីដំណឹងហ្នឹង Daniel ក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ Daniel សួរនាំសិនតើវាមានរឿងអីកើតឡើងតើស្ដេចនឹងចង់បានអីស្ដេចនឹងយល់សបន់នៅអ្វីខ្លះអញ្ចឹងស៊ើបសួរព័ត៌មានហើយអញ្ចឹង Daniel ដឹងថាអូខេគ្មានអ្នកណាអាចទាយត្រូវថាស្ដេចនេបូកានេសាយល់សបន់អំពីអីនោះទេតែមានតែព្រះជាម្ចាស់ទេដែលអាចឲ្យព័ត៌មាននេះមកខ្ញុំបានឲ្យមកខ្ញុំនៅព័ត៌មានផ្ទៃក្នុងអញ្ចឹង Daniel ក៏អធិដ្ឋានហើយ Daniel ក៏ហៅមិត្តភក្តិទាំង3នាក់នោះមកអធិដ្ឋានជាមួយគ្នាសារ៉ាចម៉ាសាច Abednego ញ៉េនេះជាចំណេះដឹងមួយទៀតដែលយើងត្រូវរៀនណារាប់អានអ្នកណាដែលពិតជាចាស់ទុំជាមួយព្រះជាម្ចាស់មែនមានវិញ្ញាណតែមួយហើយជួយគ្នាបាននៅពេលនោះក៏អធិដ្ឋានជុំគ្នាទាំងយប់តែម្ដងដល់ពេលឲ្យអធិដ្ឋានរហូតដល់ព្រះជាម្ចាស់លាតត្រដាងនៅចំណេះដឹងនៅឲ្យ Daniel ថាចំណេះដឹងនិងអំណាចគឺបានមកពីព្រះជាម្ចាស់ទាំងអស់ព្រះអង្គក៏លាតត្រដាងហើយ Daniel ក៏បកប្រែស្អែកឡើង Daniel ក៏ទៅកាន់ស្ដេចនេបូកានេសាហើយក៏និយាយប្រាប់ស្ដេចនឹងអំពីសបិនដែលស្ដេចនោះមានហេតុអីបានស្ដេចនោះជឿ Daniel ព្រោះអី Daniel អត់បកប្រែភ្លាមទេប្រាប់ថាស្ដេចឯងសបិនឃើញអញ្ចឹងអញ្ចឹងគាត់ដឹងទ្រង់ដឹងថាសបិនឃើញអីញ៉េវាមើលទៅវាគ្រោះថ្នាក់ប៉ុន្តែបើយើងភ្ជាប់ជាមួយព្រះជាម្ចាស់វាជាឱកាសដែលព្រះអង្គនឹងដំកើងយើងឡើងស្ដេចឯងសបិនឃើញរូបសំណាកមួយដែលធ្វើក្បាលធ្វើពីមាសហើយទ្រូងនិងដៃធ្វើពីប្រាក់
តបមកទៀតចកេះពោះហើយនឹងតាគៀកគឺធ្វើពីលងហិនហើយបន្ទាប់មកទៀតនៅជើងខាងក្រោមហើយនឹងបាតជើងនេះគឺធ្វើពីដែកហើយនឹងថ្មចឹង Daniel ឲ្យព័ត៌មានត្រូវហ៎តបមក Daniel ក៏បកប្រែថាស្ដេចឯងនោះហើយដែលត្រូវព្រះជាម្ចាស់ប្រកាសឋានសួគ៌និងផែនដីឲ្យមកអំណាចដ៏ខ្ពង់ខ្ពស់នៅពីលើគេឯងស្ដេចឯងជាក្បាលទ្រង់ជាក្បាលហើយទ្រង់គឺជាមាសសុទ្ធញ៉េស្ដេចហ្នឹងស្ដាប់រឿងទាំងអស់ហ្នឹងចាប់បានតែមួយខ្លួនទ្រង់ជាមាសសុទ្ធចាចាប់បានចំណុចហ្នឹងព្រោះមនុស្សអួតណាចូលចិត្តរហូតមើលអាចំណុចណាដែលគេថាយើងខ្លាំងយើងមានអំណាចអញ្ចឹងទ្រង់ចាប់បានតែចំណុចមួយតែទ្រង់ជាក្បាលហើយមាសសុទ្ធហើយនៅពីលើគេហើយដល់ពេលចំណុចទី2នៅលើទ្រង់ហើយដៃហ្នឹងគឺជាអាណាចក្រមួយផ្សេងទៀតដែលនឹងកើតមកប៉ុន្តែខ្សោយជាងអាណាចក្រស្ដេចឯងទេហើយដល់ពេលអាណាចក្រទី3មួយផ្នែកទៀតគឺក្រិចគឺខ្សោយជាងទៀតញ៉េបែរថាមានអាណាខ្លាំងជាងស្ដេចឯងនឹងមាសសុទ្ធស្ដាប់ហើយត្រូវហើយក៏ពេញចិត្តហើយក៏យកមាសយកប្រាក់ហើយយករ៉ូបនៃឋានៈណាមួយក៏ដំកើង Daniel តែម្ដងឲ្យคล้ายទៅជាអីคล้ายទៅជាអ្នកចំណិតគឺអ្នកទី2បន្ទាប់ពីនេបូកានេសាឃើញទេបានថាជាប្រធានឬក៏ជាគណៈរដ្ឋមន្ត្រីមើលអស់ទាំងរដ្ឋមន្ត្រីផ្សេងមើលអស់ទាំងហោរាផ្សេងនៅក្នុងវាំងបន្ទាប់ពីស្ដេចនេបូកានេសាគឺ Daniel ហើយបងប្អូនគិតពិចារណាមួយរំពេចទេព្រះអង្គដំឡើងផ្លែតហើយ Daniel ដែលផ្លេចមិត្តភ័ក្តិដែលអធិដ្ឋានជាមួយគ្នាសាត់រ៉ាចមេសាចអាបេនេហ្គោព្រះអង្គនេះជាមិត្តភ័ក្តិរបស់ខ្ញុំដំឡើងគេផង Daniel ក៏មើលការងារខុសត្រូវនៅក្នុងវាំងទាំង3នាក់នោះក៏មើលខុសត្រូវជាអភិបាលនៃតំបន់ផ្សេងដែលគ្រប់គ្រងដោយបាប៊ីឡូនគ្រប់គ្នាបានឡើងខ្ពស់មួយរំពេច